សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិលោកត្រាំបញ្ជាឲ្យកាត់បន្ថយការធ្វើសម្ពយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងប្រធានាធិបតីត្រាំបានថ្លែងការពីថ្ងៃអាទិត្យថាលោកនឹងកាត់បន្ថយយ៉ាងខ្លាំងនៅការធ្វើសម្ពយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងដោយលើកឡើងថាទំនាក់ទំនងដ៏ល្អរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនការបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកត្រាំធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក្រុងនឹងចាប់ផ្ដើមសម្ពយុទ្ធរយៈពេល11ថ្ងៃដែលមានឈ្មោះថា Olchi Freedom Shield ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសទាំងពីរក្នុងការការពារប្រឆាំងនឹងការវាយប្រហារដែលអាចកើតមានពីសំណាក់កូរ៉េខាងជើងប្រធានាធិបតីបានសរសេរថាសម្ពយុទ្ធទាំងនេះមិនត្រឹមតែត្រូវចំណាយប្រាក់ច្រើនប៉ុណ្ណោះទេដែលភាគច្រើនត្រូវបានចំណាយដោយសហរដ្ឋអាមេរិកដោយសពមួយដងប៉ុន្តែវាក៏ជាការបញ្ជូនសញ្ញាដែលមិនសមរម្យនិងមានលក្ខណៈអារីភាពផងដែរទៅកាន់ប្រទេសមួយដែលរក្សាអរិយាប័ត្រមិនបង្កការគំរាមកំហែងនិងមានការគោរពចាប់តាំងពីលោកដូណាល់ត្រាំបានក្លាយជាប្រធានាធិបតីមកដូច្នេះហើយដោយសារតែវាហូរពេលក្នុងការលុបចោលនៅទីនោះខ្ញុំបានណែនាំរដ្ឋមន្ត្រីការពារជាតិលោកពេតហេតសេតឲ្យកាត់បន្ថយសម្ពយុទ្ធយោធារួមគ្នានេះយ៉ាងខ្លាំងនៅក្នុងការបង្ហោះសារនោះប្រធានាធិបតីក៏បានរិះគន់កូរ៉េខាងត្បូងផងដែរដែលមិនបានជួយដល់ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់លោកត្រាំក៏បានបញ្ជាក់ផងដែរថាការសម្រេចចិត្តនេះគឺផ្អែកលើទំនាក់ទំនងដ៏ល្អរបស់ខ្ញុំជាមួយលោកគីមចុងអ៊ុននៃប្រទេសកូរ៉េខាងជើងភាគីកូរ៉េខាងត្បូងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេខាងយោធាបានបញ្ជូនសំណួរពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោកត្រាំទៅកាន់សេតវិមានដែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរគេរំពឹងថាទាហានកូរ៉េខាងត្បូងជាង 18,000 នាក់នឹងចូលរួមនៅក្នុងសម្ពយុទ្ធនេះរួមជាមួយកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រតិបត្តិការដែលផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកនិងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោងតាមព័ត៌មានចារកម្មរបស់សហរដ្ឋអាមេរិកកូរ៉េខាងជើងកំពុងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននិងកំពុងផ្ដល់កងទ័ពព្រមទាំងមីស៊ីលដើម្បីជួយដល់ប្រទេសរុស្ស៊ីក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែនយោងតាមយោធាកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនដែលបានហោះក្នុងចម្ងាយជាង700គីឡូម៉ែត្ររបាយការណ៍វាតម្លៃការគំរាមកំហែងប្រចាំឆ្នាំរបស់សហគមន៍ស៊ើបការសម្ងាត់អាមេរិកដែលបានចេញផ្សាយកាលពីខែមីនាបានបញ្ជាក់ថាទីក្រុងខ្យុងយ៉ាងចាត់ទុកសហរដ្ឋអាមេរិកថាជាគូប្រជែងយុទ្ធសាស្ត្រនិងជាសត្រូវដែលអាចកើតមានហើយបានបដិញ្ញាចិត្តពង្រីកកម្មវិធីអាវុធយុទ្ធសាស្ត្ររបស់ខ្លួនអ្នកជំនាញក្រៅរដ្ឋាភិបាលបានលើកឡើងថាសាររបស់លោកត្រាំទំនងជានឹងធ្វើឲ្យកូរ៉េខាងត្បូងមានការព្រួយបារម្ភនៅពេលដែលប្រទេសនេះបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអេសានលោក Patrick Cronin អ្នកជំនាញផ្នែកសន្តិសុខអាស៊ីនៅវិទ្យាស្ថាន Hyson បានមានប្រសាសន៍ថាយើងត្រូវការកូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តជាងពេលណាទាំងអស់ដើម្បីរក្សារារាំងយោធានៅលើឧបទ្វីបកូរ៉េនិងដើម្បីពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់យើងនៅក្នុងវិស័យសំខាន់ៗដូចជាការសាងសង់កប៉ាល់និងបន្ទះឈីមយើងមិនគួរដាក់ទណ្ឌកម្មទីក្រុងសេអ៊ុលដោយសារតែការខ្វះយុទ្ធសាស្ត្ររបស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេលោកត្រាំតែងតែត្អូញត្អែអំពីការចំណាយលើការរក្សាកងទ័ពអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយអះអាងថាប្រទេសនេះគួរតែបង់ប្រាក់បន្ថែមទៀតសម្រាប់កងទ័ពអាមេរិកចំនួន 28,500 នាក់ដែលចូលជើងនៅទីនោះក្នុងអាណត្តិដំបូងរបស់គាត់បានចោទប្រកាន់កូរ៉េខាងត្បូងថាបានពឹងផ្អែកលើកម្លាំងយោធាអាមេរិកដោយមិនបង់ថ្លៃសមរម្យនិងបានទាមទារប្រាក់រហូតដល់ $5,000 លានក្នុងមួយឆ្នាំពីទីក្រុងសេអ៊ុលនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ2024របស់គាត់បានស្នើថាកូរ៉េខាងត្បូងគួរតែបង់ប្រាក់រហូតដល់ $10,000 លានអាមេរិកក្នុងមួយឆ្នាំក្រោយមករដ្ឋបាលលោក Biden បានឈានដល់កិច្ចព្រមព្រៀងចែករំលែកការចំណាយរយៈពេល5ឆ្នាំដែលទីក្រុងសេអ៊ុលត្រូវចូលរួមចំណែកប្រហែល 1.52 trillion won ស្មើនឹងប្រហែល 1.1000 លានដុល្លារសម្រាប់ការវត្តមានរបស់កងទ័ពអាមេរិកកូរ៉េខាងត្បូងក៏កំពុងវិនិយោគលើវិស័យសាងសង់កប៉ាល់របស់អាមេរិកផងដែរដែលសេតវិមានបានកំណត់ថាជាវិស័យមួយដែលសហរដ្ឋអាមេរិកកំពុងដើរក្រោយគេសហរដ្ឋអាមេរិកបានព្យាយាមជាយូរមកហើយក្នុងការរារាំងកូរ៉េខាងត្បូងមិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដោយធានាដល់ពួកគេថាទីក្រុង Washington មានការបដិញ្ញាចិត្តយ៉ាងមុតមមចំពោះការការពារប្រទេសនេះគោលដៅគោលនយោបាយនោះអាចនឹងជួបការលំបាកដោយសារការសម្រេចចិត្តរបស់លោកត្រាំក្នុងការកាត់បន្ថយលំហាត់យោធាដ៏សំខាន់មួយការបង្ហោះសាររបស់លោកត្រាំកាលពីថ្ងៃអាទិត្យបានធ្វើឡើងបន្ទាប់ពីមានការដាក់សម្ពាធអស់រយៈពេលជាច្រើនខែពីរដ្ឋបាលរបស់គាត់ឲ្យកូរ៉េខាងត្បូង
ចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកនៅជុំវិញច្រកសមុទ្រ Hormuz លោកត្រាំបានអំពាវនាវដល់ប្រទេសដែលពឹងផ្អែកទីក្រុងសេអ៊ុលបានឆ្លើយតបថាខ្លួននឹងពិនិត្យមើលយ៉ាងម៉ត់ចត់លើសំណើនេះដោយសារច្បាប់របស់ខ្លួនតម្រូវឲ្យមានការអនុម័តពីសភាជាតិដើម្បីបញ្ជូនកងទ័ពកូរ៉េខាងត្បូងទៅកាន់បរទេសនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth កាលពីខែឧសភាភាគីសមភាគីកូរ៉េខាងត្បូងបានលើកឡើងថាពួកគេនឹងពិចារណាលើការចូលរួមជាដំណាក់កាលដើម្បីធានាថាមាននាវាអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនោះបានបន្ទាប់ពីបានចូលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកជូហយុននៅទីក្រុងម៉ានីលនាពេលថ្មីនេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានប្រាប់អ្នកសារព័ត៌មានថាវាជាផលប្រយោជន៍សម្រាប់ពួកគេក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ Rubio បាននិយាយថាសមត្ថភាពពិសេសសម្អាតមីននិងការងារដែលបង្កើតរបស់លោកនេះយើងយល់ស្របនឹងការងារនេះទេប៉ុន្តែយើងយល់អំពីលទ្ធភាពនៃការគ្រប់គ្រងរបស់លោកអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិឧបត្ថម្ភដោយវិទ្យាស្ថាន IFA រៀននៅ IFA បានទាំងចំណេះចេះជំនាញធ្វើការបានរៀននៅ IFA មានដៃគូសម្រាប់ផ្ដល់ការងារត្រូវជំនាញស្រាប់ SOV Auto Repair ថែទាំត្រឹមត្រូវជួសជុលជំនាញប្រើប្រាស់ដោយទំនុកចិត្ត Sunny Logistics ផ្ដល់សេវាកម្មនាំចេញនាំចូលនិងដឹកទំនិញគ្រប់ប្រភេទ USRV ផ្ដល់ប្រឹក្សាយោបល់អាជីវកម្មណៃពន្ធដារគណនេយ្យនិងហិរញ្ញវត្ថុ